ស្ដីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Timothy Cambodia ថ្ងៃនេះយើងមកតវីដេអូយើងភាគ4តទៅនឹងការ format cell អញ្ចឹងថ្ងៃនេះខ្ញុំលើកតទៅនឹងការ format ជាប្រភេទជាលេខអញ្ចឹងគឺឧទាហរណ៍ប្រសិនបើលេខនឹង3000គឺខ្ញុំឲ្យចេញ 3k អញ្ចឹង k ហ្នឹងគឺតំណាងឲ្យ1000អញ្ចឹងណាបើលេខ3លានឧទាហរណ៍ណា3លានគឺឲ្យខ្ញុំឲ្យវាចេញគឺ 3m អញ្ចឹងណា m គឺស្មើ1លានហើយអញ្ចឹងណាអូខេតោះឥឡូវយើងទៅធ្វើទាំងអស់គ្នាអញ្ចឹងគ្នាយើងមកឃើញលើ screen របស់ខ្ញុំនេះគឺជាលេខរាយធម្មតាអញ្ចឹងពេលដែលយើងមើលទៅគឺវាអាចនឹងពិបាកមើលអញ្ចឹងណាអញ្ចឹងនេះគឺជា format ដែលខ្ញុំបាន format ហើយអញ្ចឹងពេលដែលយើងចេញទម្រង់បែបនេះយើងអាចនឹងស្រួលមើលជាងមុនអញ្ចឹងណាហើយប្រសិនបើវា format បែបនេះទៀតរត់តែស្រួលមើលដោយសារវាដល់ខ្ទង់លានអញ្ចឹងណាអញ្ចឹងនេះ3លាន45លាន87លានអញ្ចឹងទៅអញ្ចឹងធ្វើឲ្យយើងស្រួលមើលតោះឥឡូវយើងទៅអនុវត្តទាំងអស់គ្នាអញ្ចឹងទី1យើង format ជា k សិន k នេះគឺ1000សិនអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំ select លើ cell ដែលខ្ញុំចង់ format បន្ទាប់មកខ្ញុំចុចលើកន្លែងនេះអញ្ចឹងគ្នាយើងត្រូវ select មក custom បន្ទាប់មកគ្នាយើងវាយវាយត្រង់ជ្រុក1បន្ទាប់មកក្បៀស1ត្រង់ជ្រុក2ទៀតមកបន្ទាប់មកលេខ0បន្ទាប់មកគ្នាយើងអាចក្បៀស1ហ្នឹងមានន័យថាគឺ1000ហើយគឺ1000បើយើងដាក់ក្បៀស2គឺ6ខ្ទង់ហើយអញ្ចឹងគឺដល់ខ្ទង់លានហើយប៉ុន្តែឥឡូវយើងចង់បានតែ k ទេអញ្ចឹងយើងដាក់ក្បៀស1បន្ទាប់មកអក្សរ k គឺជាប្រភេទអក្សរអញ្ចឹងយើងដាក់នៅក្នុង double quote អូខេអញ្ចឹងតប៉ុណ្ណឹងមកតប៉ុណ្នេះមកគឺខ្ញុំចុច OK មកគឺបានហើយនេះប្រញាប់អញ្ចឹងវា format ជាខ្ទង់ k ហើយអញ្ចឹងណាអញ្ចឹង3457k ទៅអញ្ចឹងណានេះជាទម្រង់ k អញ្ចឹងវាខ្លីជាងមុនហើយអញ្ចឹងឥឡូវខ្ញុំសុំមកមួយទៀតគឺ format ជា m វិញជាលានអញ្ចឹងណាអញ្ចឹងខ្ញុំសុំ select លើ cell ដែលខ្ញុំចង់ format បន្ទាប់មកខ្ញុំទៅ format cell បន្ទាប់មកខ្ញុំចុច custom បន្ទាប់មកខ្ញុំសញ្ញាត្រង់ជ្រុក1ត្រង់ជ្រុក1ទៀតលេខ0បន្ទាប់មកគឺខ្ញុំចង់បាន6ខ្ទង់អញ្ចឹងយើងដាក់សញ្ញាក្បៀស2មកអញ្ចឹងណាដាក់សញ្ញាក្បៀស2មកអញ្ចឹងក្បៀស1គឺ3ខ្ទង់ក្បៀស1ទៀតគឺ3ខ្ទង់ទៀតអញ្ចឹងគឺដល់លានហើយអញ្ចឹងណាអញ្ចឹងខ្ញុំអក្សរ M គឺជាប្រភេទអក្សរជាប្រភេទ touch អញ្ចឹងយើងដាក់នៅក្នុង double quote អូខេអញ្ចឹងប៉ុណ្ណឹងមកខ្ញុំចុច OK មកគឺបានហើយនេះអញ្ចឹងវាទម្រង់វាខ្លីជាងមុនអញ្ចឹងយើងមើលទៅអាចនឹងស្រួលអានជាងមុនណាជាងទម្រង់បែបនេះទម្រង់នេះអាចនឹងពិបាកមើលច្រើនពិបាកអានអញ្ចឹងនេះគឺ3លាន45លាន87លានអញ្ចឹង129លានអញ្ចឹងទៅអញ្ចឹងណាអញ្ចឹងនេះវាស្រួលមើលអូខេអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេខ្លីៗបង្ហាញដល់អ្នកគ្នាបើគ្នាយើងមានឆ្ងល់អីអាច comment នៅខាងក្រោមវីដេអូបានអូខេយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ